លមកដល់ថ្ងៃនេះមិនបានបង់លុយទេនេះក៏គឺជាគុណតម្លៃរបស់សហរដ្ឋអាមេរិកដែរប៉ុន្តែក៏មានការជូរចត់ដែរជូរចត់ហ្នឹងគឺអ្វីយើងដឹងហើយថាកម្ពុជាជាទីលានសាកអាវុធរបស់មហាអំណាចកម្ពុជាជាទីលានសម្រាប់សាកមនោគមរបស់មហាអំណាចហើយនឹងអាវុធរបស់មហាអំណាចអញ្ចឹងខ្ញុំជឿជាក់ថាថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យមួយដែលយើងឲ្យឃើញវាគ្មិនដែលធ្វើការបត់បង្ហាញស្ដីអំពីដើម្បីឆ្លងទៅព្រំដែនប្រទេសមួយត្រូវមានភារកិច្ចយ៉ាងដូចម្តេចត្រូវបំពេញកាតព្វកិច្ចយ៉ាងដូចម្តេចដើម្បីឲ្យជៀសវាងការជួបបញ្ហាព្រោះមានការស្នើសុំអំពីមហាជនជាច្រើនមករាជរដ្ឋាភិបាលកម្ពុជារាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំទៅស្ថានទូតរបស់សហរដ្ឋអាមេរិកដើម្បីធ្វើការបត់បង្ហាញថាដើម្បីបំពេញទៅលើកិច្ចការអ្វីខ្លះដើម្បីឈានទៅឲ្យគ្រប់ដើម្បីមានការគ្រោះថ្នាក់កុំឲ្យមានការបោកប្រាស់ពីនេះគឺថាបោកប្រាស់ច្រើនណាស់គ្រប់រូបភាពអញ្ចឹងសូមអរគុណសាជាថ្មីទូតសហរដ្ឋអាមេរិកដែលបានបង្ហាញវាគ្មិនដ៏អស្ចារ្យវាដែលមានតម្លៃមិនអាចកាត់ថ្លៃបានដើម្បីធ្វើការបកស្រាយនៅថ្ងៃនេះថាតើមុននឹងទៅសហរដ្ឋអាមេរិកទៅបំពេញភារកិច្ចអ្វីខ្លះទី1ទី2យើងកុំជឿទៅតាមជឿក៏ជឿចោះព្រោះឥឡូវនេះគឺសម័យ AI សម័យ Facebook យើងគ្រាន់តែលើ Facebook ឬ AI យើងរត់ទៅតាមគេអង្គលុយវាមានបញ្ហាទៅដល់ទីនោះមិនអាចបានទេឥឡូវនេះដូណាល់ត្រាំគឺជានយោបាយការបរទេសមួយគាត់មានកត្តា3ធំទី1គឺមនុស្សដែលមិនមានការរស់នៅមិនមានប៉ាសពតមានសញ្ជាតិសហរដ្ឋអាមេរិកត្រូវវិលត្រឡប់មកប្រទេសរបស់ខ្លួនអញ្ចឹងយើងអត់ចង់ឲ្យប្រជាជនកម្ពុជាយើងរងគ្រោះដោយសាររឿងហ្នឹងទេទី2គឺការតម្លើងពន្ធនេះគឺជាពន្ធចរន្តនៅលើពិភពលោកទាំងនៅអាស៊ីទាំងនៅអឺរ៉ុបនិងប្រទេសដែលនៅមជ្ឈមបូព៌ាទាំងអស់នេះគឺការពន្ធមានកម្រិតខ្ពស់អញ្ចឹងយើងជឿជាក់ថាបងប្អូនលោកសាស្ត្រាចារ្យបណ្ឌិតនឹងអាចសាកសួរវាគ្មិនរបស់យើងដែលមានវត្តមាននៅថ្ងៃចំណុចទី3ដែលយើងត្រូវកត់សម្គាល់ទាំងអស់គ្នាដែលអ្វីដែលជាសំខាន់គឺតើរលកនយោបាយនេះវាអាចវិលត្រឡប់ទៅភាពក្តៅនៃមហាអំណាចបានដែរឬទេឥឡូវនេះយើងឃើញហើយថាសត្រូវខ្លាយជាមិត្តខ្លាយជាសត្រូវឧទាហរណ៍យើងឃើញហើយពេលដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែនសត្រូវខ្លាយជាមិត្តកូរ៉េខាងជើងប្រែខ្លាយទៅជាមិត្តជិតស្និទ្ធរបស់សហព័ន្ធរុស្ស៊ីទី1ទី2ភូមាក៏ដូចគ្នាដែរទី3យើងឃើញនៅមជ្ឈមបូព៌ាគឺជារឿងមួយដែលអស្ចារ្យនៅក្នុងបរិបទសង្គមទាំងអស់នេះដែលយើងត្រូវចងចាំទាំងអស់គ្នាយើងនឹកឃើញអ្វីដែលកើតនៅពេលនេះយើងនឹងឃើញសង្គ្រាមត្រជាក់ដែលធ្វើឲ្យយើងចងចាំថាវាជាទីលានមួយសម្រាប់សហមហាអំណាចប៉ុន្តែឥឡូវនេះគឺប្រកួតនៅលើវិស័យសេដ្ឋកិច្ចគឺជាមួយចិននិងសហរដ្ឋអាមេរិកតើកម្ពុជាជាប្រទេសយ៉ាងដូចម្តេចសូមឲ្យកុំឲ្យបងប្អូនហើយខ្ញុំជឿជាក់ថាកម្ពុជាយើងមើលភ័ន្តច្រឡំយើងអាចសួរទៅកាន់វាគ្មិនទាំងអស់ដែលមានវត្តមាននៅទីនេះដែលគាត់នឹងបកស្រាយរាល់ការចម្ងល់ក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកត្រូវបំពេញភារកិច្ចយ៉ាងដូចម្តេចហើយទួនាទីរបស់អាមេរិកត្រូវធ្វើយ៉ាងដូចម្តេចបើកិច្ចការនយោបាយគឺទៅតាមនឹងខ្ញុំមិនដឹងទេពីព្រោះថ្ងៃនេះគឺអ្នកសម្របសម្រួលក៏មកពីស្ថានទូតវាគ្មិនក៏មកស្ថានទូតទាំងអស់នេះគឺយើងចង់បង្ហាញឲ្យឃើញថាគេយកចិត្តទុកដាក់នៅអ្វីដែលការស្នើសុំរបស់ប្រជាជនកម្ពុជាដែលជួបប្រទះនៅបញ្ហាអញ្ចឹងខ្ញុំជឿជាក់ថាថ្ងៃនេះយើងនឹងបកស្រាយហើយនឹងបង្ហាញហើយខ្ញុំជឿជាក់ថាពេលវេលាវាខ្លីខ្ញុំមិននិយាយច្រើនទេហើយខ្ញុំសូមឲ្យវាគ្មិនប្រកបទៅបាននៅគេហៅថាស្នាមញញឹមក្តីស្រឡាញ់និងសុខភាព3នឹងគឺគ្មានអ្វីទេតែបើអត់3នឹងពិភពលោកនឹងជួបបញ្ហាទៀតហើយព្រោះយើងបានឆ្លង3ដំណាក់កាលទី1សង្គ្រាមពិភពលោកកើតនៅឆ្នាំ1914ហើយបានបញ្ចប់នៅឆ្នាំ1918លើកទី2នៅឆ្នាំ1939បញ្ចប់នៅឆ្នាំ1945សង្គ្រាមលើកលោកទី2សហរដ្ឋអាមេរិកបានចាប់ដៃពេលដែលជប៉ុនទៅទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូនៅទីនៅកោះហាវ៉ៃទើបអាមេរិកបង្កាសសង្គ្រាមអាហ្នឹងក៏ជារឿងមួយដែរហើយទី3គឺសង្គ្រាមត្រជាក់ទីគឺគេហៅថាសកលភាវូបហើយទី5នេះគឺសង្គ្រាម AIចឹងខ្ញុំសង្ឃឹមជឿជាក់ថាវាគ្មិននឹងធ្វើការបត់បង្ហាញឲ្យបងប្អូនលោកបណ្ឌិតទាំងអស់រងចាំទទួលនឹងសំណួរទៅកិច្ចការទាំងអស់នេះសូមអរគុណ